ចូលរួមត្រេកអរដល់នាយក្រិនសម្ដេចតេជោហ៊ុនសែនបានទៅសួរសុខទុក្ខនាយក្រិននិងធ្វើរឿងបំពេញបំណងមួយនេះអស់លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រីអតីតតារាកំ ប្លែងដែលធ្លាប់តែមានឈ្មោះបោះសម្លេងនាយក្រិននៅពេលនេះផងដែរកំពុងតែជួបទុក្ខធំដោយសារតែលោកមានបញ្ហាសុខភាពធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរឿងដែលកាន់តែគួរឲ្យសង្វេគទៀតនោះគឺឪពុកក៏បានទទួលមរណភាពដែលនេះគឺជារឿងមួយវ័យប្រហារទៅដល់ផ្លូវចិត្តធ្ងន់ធ្ងរសម្រាប់នាយក្រិនដែលកំពុងតែធ្លាក់ខ្លួនឈឺប៉ុន្តែជាសំណាងល្អនៅមុននេះបន្តិចនៅលើផេកផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបង្ហោះភ្ជាប់ជាមួយនឹងរូបភាពជាច្រើនសន្លឹកបានចុះទៅសួរសុខទុក្ខនៃក្រិនផ្ទាល់ដល់ក្នុងមន្ទីរពេទ្យសម្ដេចបានមានប្រសាសន៍ថាព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខនៃក្រិនដែលកំពុងមានជំងឺនៅមន្ទីរពេទ្យកាឡាម៉ែតខ្លួនឈឺឪពុកមរណភាពដែលមិនហ៊ានឲ្យនៃក្រិនដឹងគឺជារឿងវ័យប្រហារធ្ងន់ធ្ងរសម្រាប់ជីវិតនៃក្រិនសូមកោតសរសើរចំពោះសិល្បករសិល្បករនីដែលចូលរួមអាណិតនៃក្រិនពិសេសស្រីនិចហៅប្រំប្រៃនិងប្អូនដែលសុខចិត្តបបង់ចោលការងារមកជួយថែទាំនៃក្រិនខ្ញុំបានប្រគល់ការងារឲ្យប្រំប្រៃហៅស្រីនិចទៅជួយរៀបចំកូននៃក្រិនទាំង3នាក់នៅបាត់ដំបងឲ្យបានចូលរៀនឡើងវិញក្រោយនៃក្រិនចេញពីមន្ទីរពេទ្យសម្ដេចក៏បានមានប្រសាសន៍សូមអរគុណដល់ក្រុមគ្រូពេទ្យដែលបានជួយព្យាបាលនៃក្រិននេះគឺជារឿងដ៏ល្អមួយចំពោះនាយក្រិនដែលកូនទាំង3របស់គាត់គឺមានឱកាសបានចូលរៀនចូលសាលាវិញហើយក៏ដោយសារតែសម្ដេចគឺជាអ្នកផ្គត់ផ្គង់ជាពិសេសគឺទាក់ទងទៅនឹងការសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យក៏មិនជាបញ្ហាអ្វីទៀតនោះដែរដោយសម្ដេចបានប្រគល់ការងារទៅឲ្យស្រីនិចដែលហៅថាប្រំប្រៃដែលគ្រប់គ្នាបានស្គាល់តាមរយៈការសម្ដែងកំ ប្លែងនាពេលកន្លងមកដូច្នេះនៅពេលដែលបានឃើញបែបនេះហើយធ្វើឲ្យអ្នកលេងបណ្ដាញសង្គមក៏ដូចជាអ្នកសិល្បៈជាច្រើនបានចូលរួមខមមិនអបអរសាទរទៅដល់នាយក្រិនគ្រប់គ្នាតែម្ដង